សួស្តីបងប្អូនទាំងអស់គ្នាជាទីរាប់អានខ្ញុំបាទឈ្មោះរស់វាសនាជាគ្រូបង្រៀនផងហើយក៏ជាអ្នកផលិតមាតិកាបង្រៀនតាមប្រព័ន្ធ social media ក៏ដូចជា YouTube ផងដែរថ្ងៃនេះខ្ញុំបាទសូមបន្តកិច្ចការបន្ថែមទៀតតែនេះគឺជាអ្វីដែលខ្ញុំត្រូវតែធ្វើដើម្បីជាមេរៀនសម្រាប់បងប្អូនទាំងអស់គ្នាទោះបីជាក្នុងកលៈទេសៈណាក៏ដោយសង្គ្រាមយ៉ាងណាក៏ដោយក៏ខ្ញុំព្យាយាមផលិតមាតិកាល្អៗសម្រាប់បងប្អូនជាការចែករំលែកសម្រាប់បងប្អូនដែលចង់ចេះចង់ដឹងទាក់ទងនឹងការសរសេរសំណេរតែងសេចក្តីបញ្យលសូមតាមដានជាមួយខ្ញុំបាទដូចតទៅប្រធានទី17ទស្សនៈមួយលើកឡើងថាសិលធម៌មានតម្លៃគ្រប់សម័យកាលដើម្បីឲ្យសង្គមមានសុខសន្តិភាពចូលស្រ័យបំភ្លឺដោយលើកយកសង្គមជាក់ស្ដែងនិងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់ឲ្យបានក្បោះក្បាយសម្រាប់ប្រធានរបស់យើងនេះគឺគេលើកកម្ពស់ទៅលើសិលធម៌អញ្ចឹងសិលធម៌នេះមានតម្លៃណាស់ទោះបីជាយើងមានចំណេះដឹងយ៉ាងណាក៏ដោយក៏យើងត្រូវគប់ផ្សំជាមួយនឹងសិលធម៌ដែរគេថាមានចំណេះមានជំនាញហើយត្រូវបូកជាមួយនឹងក្រមសិលធម៌ទៀតនេះគឺជាខ្លឹមសារប្រធានដែលខ្ញុំនឹងលើកខាងជូនបងប្អូនក៏ដូចជាអ្នកតាមដានទាំងអស់គ្នាបាទសិលធម៌មានតម្លៃគ្រប់សម័យកាលដើម្បីឲ្យសង្គមមានសុខសន្តិភាពចំណេះជំនាញពិតជាសំខាន់ខ្លាំងណាស់សម្រាប់កសាងសង្គមជាតិឲ្យកាន់តែលូតលាស់រីកចម្រើននិងទាន់សម័យក៏ប៉ុន្តែការរៀបចំអេរយាប័តឲ្យសមប្រពៃចេះគោរពគ្នានិងការផ្ដល់តម្លៃខ្ពស់ទៅលើសិលធម៌ពិតជាចាំបាច់ណាស់ដើម្បីរក្សាបាននូវតម្លៃជាមនុស្សស្ថិរភាពសង្គមនិងសន្តិភាពសម្រាប់មនុស្សជាតិទាំងមូលបាទនេះគឺជាអ្វីដែលខ្ញុំបញ្យល់ខ្លឹមសារប្រធានយើងគឺយើងលើកកម្ពស់ទៅលើតម្លៃនៃសិលធម៌បាទហើយអាការសរសេរនេះបងប្អូនអាចយកធ្វើជាគំរូក្នុងការសរសេរលំនាំបញ្ហាក៏បានដែរតែយើងកាត់តិចទៅឲ្យខ្លីណាបាទនៅក្នុងនេះខ្ញុំអត់បានសរសេរលម្អិតអំពីគម្រោងតែងទេប៉ុន្តែខ្ញុំព្រៀងសេចក្តីទាក់ទងជាមួយនឹងការបញ្យល់ពាក្យកលឹះហើយនឹងបកស្រាយណាកុំឲ្យខាតពេលឬបន្តទៅមុខទាំងអស់គ្នាពាក្យកលឹះពីរពាក្យទេទីមួយគឺសិលធម៌យើងនឹងឲ្យសិលធម៌គឺសម្រាប់ទៅលើការអប់រំបន្ទន់ចិត្តរបស់យើងឲ្យកាន់តែល្អប្រសើរចេះជួយគ្នានិងមានគុណធម៌មួយទៀតគឺសន្តិភាពសំដៅទៅលើភាពសុខសាន្តពុំមានសង្គ្រាមឬក៏កលយុគនោះទេបាទនេះជាពាក្យកលឹះសំខាន់ដែលមាននៅក្នុងប្រធាននេះគឺសិលធម៌ហើយនិងសន្តិភាពមួយទៀតគឺឧទាហរណ៍សម្រាប់យើងយកទៅសរសេរនៅក្នុងសំណេររបស់យើងខ្ញុំលើកសង្គមជាក់ស្ដែងអាសាប្រធានរបស់យើងគឺគេឲ្យយើងលើកសង្គមជាក់ស្ដែងហើយនិងអក្សរសិល្ប៍ខ្មែរសង្គមជាក់ស្ដែងខ្ញុំលើកមុនគេគឺតើតើនឹងគ្រួសារយើងគ្រួសារខ្លះក៏តែងប្រើអំពើហិង្សាហើយអញ្ចឹងក៏អត់មានសេចក្តីសុខទេខ្លះទៀតក៏ចេះអត់ធ្មត់អញ្ចឹងធ្វើឲ្យគាត់មានសុភមង្គលឬភាពសុខសាន្តអញ្ចឹងទៅសម្រាប់វិស័យផ្សេងទៀតដូចជាបុគ្គលិកឬប្រធានអង្គភាពគាត់ប្រកាន់នៅក្រមសីលធម៌ធ្វើឲ្យមានភាពរីកចម្រើនទាំងអស់គ្នាហើយអត់មានចំនួនក្នុងអង្គភាពទេបាទមួយទៀតលើកអំពីសៀមដែលលើប្រើពាក្យចោលសៀមរៀងអសរបន្តិចតែជាស្រ័យព្រោះសៀមវាបានវាលោកយើងពីថ្ងៃទី7ខែធ្នូរហូតដល់ថ្ងៃ15ខែធ្នូនេះឯង2025នេះឯងណាអញ្ចឹងសូមប្រើពាក្យចោលសៀមណាឲ្យស័ក្តិសមនឹងការឈានពេលរបស់វាអញ្ចឹងឡើយខ្ញុំលើកត្រង់ថ្ងៃទី7ចាប់ពីថ្ងៃ7ធ្នូដល់ថ្ងៃ15ធ្នូ2025នេះសៀមគ្រូខៅឈ្លានពានទឹកដីខ្មែរនឹងបាញ់បោះគ្មានរើសមុខមានមនុស្សធម៌ទេអញ្ចឹងធ្វើឲ្យតំបន់ទាំងមូលក៏ដូចជាប្រទេសកម្ពុជាពុំមានសន្តិភាពទាល់សោះតែម្ដងហេដ្ឋារចនាសម្ព័ន្ធត្រូវរងការបំផ្លាញទៀតដល់អក្សរសិល្ប៍វិញខ្ញុំលើកយករឿងកុលាបបៃលិនខ្ញុំលើកត្រង់គ្រូពេទ្យស្អាតនិងលោកលងរតនសម្បត្តិដែលជាមនុស្សល្អបលាត់ស្រុកសង្កែខ្វះសិលធម៌នេះគឺជាគំនិតគោលដែលយើងនឹងយកទៅពង្រីកនៅក្នុងការសរសេរសំណេរកាន់តែល្អជាងនេះឧទាហរណ៍អក្សរសិល្ប៍ទី2ខ្ញុំនឹងលើករឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ក្រោយនេះខ្ញុំលើកយកមន្ត្រីក្រមអាវ៉ាតក្នុងសម័យសង្គមរាស្ត្រនិយមតាមរយៈតួអង្គរដ្ឋមន្ត្រីវ័យក្មេងដែលតំណាងឲ្យមន្ត្រីល្អចំពោះរាស្ត្រឬមួយទៀតគឺរឿងដែលជួយយត់ត្រង់នេះគឺលើកអំពីវីរភាពរបស់មេទ័ពរបស់យើងគឺតេជោមាសតេជោយត់ក៏ដូចជាជំទាវស្រែនគឺពេលប្រទេសជាតិជួបការលំបាកយើងមានមន្ត្រីស្មោះត្រង់ដូចជាតេជោមាសតេជោយត់និងជំទាវស្រែនដែលពួកគាត់ខិតខំរកវិធីសាស្ត្រដោះស្រាយបញ្ហាជាតិនិងកម្ចាត់សត្រូវឈ្លានពានក៏ដូចជាជនក្បត់ដើម្បីស្វែងរកសន្តិភាពជូនទឹកដីរបស់យើងនេះគឺជាសិលធម៌ដ៏សំខាន់បំផុតសម្រាប់យើងដែលជាមន្ត្រីក្រមអាវ៉ាតគឺយើងស្មោះស្ម័គ្រជាមួយនឹងប្រទេសជាតិព្រះរាជាក៏ដូចជាទឹកដីគឺរក្សានៅសុខសន្តិភាពជូនប្រទេសរបស់យើងហើយសម្រាប់វីដេអូបន្ថែមបងប្អូនអាច scan QR code នេះហើយ join Telegram channel របស់ខ្ញុំទៅនឹងឃើញមេរៀនជាច្រើនទៀតហើយការរៀននេះគឺអត់គិតថ្លៃទេមួយវិញទៀតបងប្អូនអាចចូលទៅ Facebook page របស់ខ្ញុំគឺនីតិអក្សរសាស្ត្រខ្មែរអាចចុច follow មួយទៅហើយតាមដានវីដេអូនៅក្នុង page ហ្នឹងក៏បានមួយទៀតនៅក្នុង YouTube ខ្មែរ Learning រស់វាសនាបងប្អូនអាចចូលទៅហើយ subscribe អ្នកមួយទៅដើម្បីគាំទ្រដល់ admin ដែលខិតខំផលិតវីដេអូល្អៗសម្រាប់បងប្អូនទាំងអស់គ្នាមកខាត់ពេលយូរឥឡូវធ្វើដំណើរទៅកាន់អត្ថបទតែងស្ដីរបស់យើងតែម្ដងនេះជាប្រធានទី17របស់យើងទស្សនៈមួយលើកឡើងថាសិលធម៌មានតម្លៃគ្រប់សម័យកាលដើម្បីឲ្យសង្គមមានសុខសន្តិភាពចូលស្រ័យបំភ្លឺ
ដោយលើកយកសង្គមជាក់ស្ដែងនិងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់ឲ្យបានក្បោះក្បាយតោះចូលទៅមើលគំរូទាំងអស់គ្នាដើម្បីឲ្យបងប្អូនកាន់តែមានគំនិតនៅក្នុងការសរសេរហើយខ្ញុំនឹង scroll ចុះទៅក្រោមបន្តិចដើម្បីងាយស្រួលមើលខ្ញុំនឹង select ជូនដើម្បីងាយស្រួលបង្ហាញចំណុចដែលខ្ញុំ select នេះគឺជាលំនាំបញ្ហាហើយខ្ញុំសូមអានជូនតិចណាដើម្បីជាគំរូឲ្យបងប្អូនយកទៅហាត់សរសេរការរួមចំណែកក្នុងការកសាងប្រទេសជាតិគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដែលត្រូវបំពេញហើយទាមទារឲ្យប្រជាជនគ្រប់គ្នាមានចំណេះដឹងជ្រៅជ្រះដើម្បីយកទៅអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើនប៉ុន្តែទន្ទឹមនឹងនោះសីលធម៌ក៏ជាចំណែកដ៏ធំធេងផងដែរក្នុងការអប់រំបន្ទន់ចិត្តមនុស្សឲ្យមានសេចក្តីស្រឡាញ់ចេះរស់នៅជាមួយគ្នាសាងអំពើល្អនិងចេះអធ្យាស្រ័យគ្នាដើម្បីស្វែងរកសេចក្តីសុខសន្តិភាពផងដែរត្រឹមនេះគឺជាលំនាំបញ្ហាហើយបន្ទាប់មកយើងខណ្ឌហើយយើងដកឃ្លាយើងចូលដល់ចំណូលបញ្ហាបងប្អូនអរគ្នាត្រូវសរសេរគំរូបែបនេះណាហើយដូច្នេះហើយទើបមានទស្សនៈមួយពោលឡើងថាសិលធម៌មានតម្លៃគ្រប់សម័យកាលដើម្បីសង្គមមានសុខសន្តិភាពបាទនេះគឺជាចំណូលហើយឥឡូវចុះបន្ទាត់ទៅខណ្ឌចុះបន្ទាត់យើងចូលដល់ចំណោទបញ្ហាណាចំណោទបញ្ហាតើពំនោលខាងលើនេះមានខ្លឹមសារយ៉ាងដូចម្តេចខ្លះយើងចប់ផ្ដើមសេចក្តីហើយយើងចូលតួសេចក្តីណាយើងខ្ញុំអត់រំលឹកទៀតទេខ្ញុំបញ្យល់យកតែម្ដងបាទឲ្យខាតពេលវេលាយូរហើយវីដេអូយើងខ្លីទៀតត្រង់នេះគឺជាឃ្លាភ្ជាប់សេចក្តីខ្ញុំអានបន្តិចដើម្បីងាយស្រួលក្នុងការបកស្រាយទស្សនៈប្រធានខាងលើជាដំបូងគួរយល់នៅពាក្យកន្លឹះសំខាន់មួយចំនួនជាមុនសិនបាទយើងខណ្ឌមកហើយបន្ទាប់មកយើងដកឃ្លាយើងចូលដល់បញ្យល់ពាក្យកន្លឹះពាក្យថាសិលធម៌គឺជាគុណតម្លៃដ៏សំខាន់ដែលជួយអប់រំមនុស្សឲ្យមានគុណធម៌คล้ายជាមនុស្សល្អគួររាប់អានចំណែកឯសន្តិភាពសំដៅទៅលើសេចក្តីសុខក្សេមក្សាន្តពុំមានសង្គ្រាមរាំងជលហើយចប់យល់ពាក្យកន្លឹះហើយយើងខណ្ឌដកឃ្លាហើយចូលដល់បញ្យលនៃប្រធានតាមរយៈប្រធាននេះគេចង់និយាយថាដើម្បីប្រជាជាតិមួយមានសន្តិភាពបានលុះត្រាតែបុគ្គលគ្រប់រូបប្រកាន់ខ្ជាប់នៅសិលធម៌ជានិច្ចមិនមែនយកកំហឹងទល់កំហល់នោះឡើយឥឡូវយើងបញ្យលនៃប្រធានចប់ហើយយើងចុះបន្ទាត់ចូលបកស្រាយនេះជាបកស្រាយខ្ញុំលើកយកសង្គមគ្រួសារខ្ញុំលើកយកអង្គភាពផ្សេងហើយខ្ញុំលើកយកតទៅនឹងសង្គ្រាមខ្មែរហើយនឹងចៅសៀមដែលជាពីនខ្មែរណាបាទនេះខ្ញុំលើកតទៅត្បូងគឺគ្រួសារជារួមមកទោះក្នុងកលៈទេសៈណាក៏ដោយការប្រកាន់ខ្ជាប់នៅសិលធម៌ពិតជាមិនអាចខ្វះបានឡើយដោយហេតុថាវាអាចធ្វើឲ្យចិត្តយើងរឹងមាំស្គាល់ល្អអាក្រក់និងជៀសផុតពីចំណុចអវិជ្ជមានទាំងឡាយដែលនៅជុំវិញខ្លួនបើមនុស្សគ្រប់រូបគិតតែកាប់សម្លាប់គ្នានោះប្រកាសជាមិនអាចស្វែងរកសេចក្តីសុខបានឡើយយ៉ាងណាមិញបើគេក្រឡេកមកមើលគ្រួសារខ្លះរមែងតែងតែប្រើប្រាស់អំពើហិង្សាវាយដំច្រំធាក់ជេរប្រតិចផ្ដាសាជាដើមដែលជាទង្វើមួយផ្ដល់គំរូមិនល្អសោះសម្រាប់សមាជិកគ្រួសាររបស់ខ្លួនដោយហេតុថាវាឆ្លុះបញ្ចាំងនៅទង្វើមិនត្រឹមត្រូវនិងខ្វះសីលធម៌ជាចម្បងលេងចូលដល់ចំណុចមួយទៀតគឺទៅទៅនឹងវិស័យផ្សេងនេះបន្ថែមពីនេះទៅទៀតស្ទើរគ្រប់វិស័យទាំងអស់គឺទាមទារឲ្យបុគ្គលិកគ្រប់រូបគោរពនៅក្រិតក្រមយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ជាក់អំពីការបម្រើដ៏មានតម្លាភាពស្មោះត្រង់ចំពោះគ្នានិងអាចឈានទៅរកភាពរីកចម្រើនរួមគ្នាជៀសផុតពីអំពើពុករលួយគ្រប់រូបភាពហើយធ្វើឲ្យសង្គមពោពេញទៅដោយភាពស្អាតស្អំផងដែរហើយខ្ញុំចូលទៅចំណុចមួយទៀតគឺជាក់ស្ដែងតែម្ដងគឺសង្គ្រាមជាមួយចៅសៀមបាទសូមប្រើពាក្យអស្ចារ្យមួយវិញទៀតកាលពីថ្ងៃទី7រហូតមកដល់ថ្ងៃទី15ខែធ្នូឆ្នាំ2025សៀមជាប្រទេសធំប៉ុន្តែមានចិត្តព្រៃផ្សៃបានបង្កសង្គ្រាមលាបពណ៌លើប្រទេសកម្ពុជាដោយប្លង់គ្រាប់បាញ់បោះមិនរើសទីតាំងដែលបង្កជាសោកនាដកម្មមួយសម្រាប់ប្រជាជាតិខ្មែរនិងបង្កអសន្តិសុខនៅក្នុងតំបន់ទៀតផងហើយជាទង្វើដ៏ស្មុគគ្រោកបំផុតដែលមិនអាចទទួលយកបានខ្ញុំសូមselectថែមទៀតហេតុនេះសីលធម៌បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានឡើយក្នុងការរួមចំណែកកសាងសង្គមជាតិប្រកបដោយសុខសន្តិភាពខ្ញុំលើកត្រឹមប៉ុណ្ណឹងហើយបន្តមកខ្ញុំលើកអក្សរសិល្ប៍រឿងដំបូងគេរឿងកុលាបបៃលិនលើសពីនេះទៅទៀតបើគេក្រឡេកមកមើលស្នាដៃអក្សរសិល្ប៍រឿងកុលាបបៃលិនរបស់លោកញុកថែមក៏បានលាតត្រដាងឲ្យឃើញនៅទឹកចិត្តសប្បុរសធម៌របស់លោកគ្រូពេទ្យស្អាតចំពោះរូបចៅចិត្តដែលជាកូនកសិករក្រីក្រកំព្រាឪពុកម្ដាយចំណែកលោកលួងរដ្ឋសម្បត្តិវិញទោះជាលោកជាសេដ្ឋីក៏ពិតមែនក៏លោកមិនចេះឆ្មើងឆ្មៃចំពោះអ្នកតូចទាបជាងខ្លួននោះឡើយគឺលោកតែងតែលើកទឹកចិត្តនិងផ្ដល់ឱកាសឲ្យមនុស្សជុំវិញខ្លួនជានិច្ចប្លែកអីតែលោកបលិតស្រុកសង្កែដែលមានតែបុណ្យស័ក្តិនិងអំណាចប៉ុន្តែពុំមានសន្តានចិត្តល្អនោះឡើយធ្វើឲ្យអ្នកអានអ្នកសិក្សាគ្រប់រូបវាតម្លៃថា
លោកគឺជាមនុស្សអសិលធម៌មិនគួរឲ្យរាប់អានហើយជាបុគ្គលបំផ្លាញសង្គមជាតិនិងអ្នកដទៃទៀតផងបាទឥឡូវចូលឧទាហរណ៍មួយទៀតគឺរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ត្រង់នេះខ្ញុំលើកយកអង្គរដ្ឋមន្ត្រីវ័យក្មេងក្រៅពីនេះតាមរយៈរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ក៏បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងប្រកបថាក្រោយពីបានរំដោះជាតិចេញពីអាណានិគមនិយមបារាំងមកមន្ត្រីនៅក្រមអាវ៉ាតក្នុងសម័យសង្គមរាស្ត្រនិយមគឺសុទ្ធសឹងតែជាបុគ្គលគំរូជាស្ដែងតាមរយៈលោករដ្ឋមន្ត្រីវ័យក្មេងលោកមានអធ្យាស្រ័យល្អចំពោះរាស្ត្រក្រីក្រដែលមានតួអង្គសមជាតំណាងនិងបានជួយអភិវឌ្ឍជាតិឲ្យកាន់តែល្អប្រសើរហើយកសិករក៏មានជីវភាពក្រាន់បើជាងក្នុងសម័យបារាំងបាទខ្ញុំលើកសរសើររឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ហើយរឿងបន្តទៀតគឺរឿងដេជោយ៉តបន្ថែមពីនេះទៅទៀតតាមរយៈរឿងដេជោយ៉តរបស់លោកទីជីហួតក៏បានបង្ហាញនៅអំពើក្បត់របស់ស្ដេចសម្រែដែលបានជ្រែករាជដណ្ដើមរាជបល្ល័ង្កពីព្រះចៅជ័យជេស្តានេះសូមបញ្ជាក់ឲ្យឃើញថាការមិនដឹងគុណការមានចិត្តព្យាបាទបែបនេះគឺជាសកម្មភាពដ៏អាក្រក់បំផុតដែលធ្វើឲ្យសង្គមចលាចលផ្ទុយទៅវិញតាមរយៈសេចក្តីស្មោះត្រង់របស់ជំទាវស្រែនដេជោមាសនិងដេជោយ៉តបានប្រយុទ្ធប្រឆាំងនឹងអំពើបះបោរគ្រប់រូបភាពរួមទាំងបានកម្ចាត់ចោលសៀមឈានពៀនបានទៀតផងហេតុនេះទោះបីជាចេះប៉ុណ្ណាក៏ដោយបើបុគ្គលនោះពុំមានក្រមសីលធម៌ទេក៏មិនអាចធ្វើឲ្យសង្គមស្ងប់ស្ងាត់បានឡើយបាទខ្ញុំសរសេរត្រឹមរឿងដែលចូលយកប៉ុណ្ណឹងឯងហើយយើងត្រូវសរុបសេចក្តីមកសរុបសេចក្តីយើងត្រូវចូលបន្ទាត់នេះខ្ញុំសេលេចជូនសរុបសេចក្តីមកសីលធម៌ពិតជាដើរតួនាទីយ៉ាងសំខាន់គ្រប់សម័យកាលទាំងអស់ដោយមិនអាចប្រកែកបានដោយហេតុថាវាអាចជួយបន្ទន់ចិត្តមនុស្សគ្រប់រូបឲ្យចេះអោនលំទោនស្គាល់គុណទោសចេះសងគុណនិងធ្វើអំពើល្អដើម្បីជាចំណែកក្នុងការកសាងសង្គមឲ្យកាន់តែមានភាពលូតលាស់រីកចម្រើនទៅមុខទៀតឥឡូវបំណត់ស្រេចយើងចប់ហើយយើងចូលដល់បញ្ចប់សេចក្តីនេះឃើញទេបញ្ចប់សេចក្តីយើងរំលឹកម្ដងទៀតយើងត្រូវមានវេតម្លៃមតិប្រធានហើយនិងមតិផ្ទាល់ខ្លួននេះខ្ញុំស្លេចយកតែម្ដងយើងចាំខ្ញុំចង្អុលមួយជូនណាយោងតាមរយៈការបកស្រាយយ៉ាងបោះក្បាយខាងលើនេះគេអាចវេតម្លៃបានថាមតិប្រធានដែលបានលើកឡើងមកនេះពិតជាត្រឹមត្រូវណាស់គឺមនុស្សគ្រប់រូបត្រូវតែមានសីលធម៌ខ្ពស់បំផុតដើម្បីខ្លួនឯងនិងសង្គមជាតិនេះសំខាន់ណាស់ណាឡែងដល់ឃ្លានេះគឺមតិផ្ទាល់ខ្លួនណាក្នុងនាមជាអ្នកសិក្សាក៏ដូចជាអ្នកបន្តវេនចំនួនក្រោយគួរគប្បីឆ្នៃខ្លួនឲ្យក្លាយជាដុំពេជ្រដ៏មានតម្លៃបំផុតដើម្បីបុព្វហេតុជាតិមាតុភូមិដ៏កំសត់មួយនេះឲ្យស្គាល់នៅពន្លឺនៃការអភិវឌ្ឍបាទសំណមកថាការបញ្យលការបង្ហាញពីគំរូសរសេរហ្នឹងគឺចាប់តែប៉ុណ្្នឹងបើបងប្អូនមានចង្អល់កន្លែងណាអាច comment សួរបន្ថែមឬក៏ឆាតក្នុង page ក៏បានដែរបាទហើយកុំភ្លេច subscribe អ្នកមួយហ្នឹងដើម្បីលើកទឹកចិត្តដល់ admin ក្នុងការផលិតវីដេអូបន្តទៀតទោះបីសង្គ្រាមប៉ុណ្ណាក៏ខ្ញុំជឿពេលធ្វើដែរដើម្បីចែកម្លែកដល់បងប្អូនហើយបងប្អូនដែលភាគសឹកដែលរៀនបានដល់អាចមើលវីដេអូខ្ញុំបន្ថែមទៀតដើម្បីជំនួយស្មារតីត្រៀមប្រឡងឆ្នាំសិក្សាថ្មីនេះអរគុណច្រើនជួបគ្នានៅវីដេអូបន្ទាប់